រឿងនិទានខ្មែររឿងសង្គ្រាមរវាងគីងកុនិងតាព្រំសម័យព្រេងនាយវេលាមួយពិភពលោកកោតគ្រោះរាំងស្ងួតក្តៅហួតហែងគ្រប់ទិសទីព្រះពីរុនមិនបង្អោភ្លៀងសោះឡើយស្ទឹងត្រពាំងធ្លុកបឹងព្រែកទន្លេរៀងទឹកអស់គ្មានសល់សត្វទាំងឡាយស្លាប់ក៏ឆ្អឹងលើគ្នារុក្ខជាតិនានាស្វិតក្រៀមក្រញងពួកមណ្ឌកសត្វមានគីងកុកហ៊ីងកង្កែបជាដើមដែលជាសត្វប៉ិនអត់ធន់ក៏ស្គមនៅតែស្បែកនឹងឆ្អឹងថ្ងៃមួយគីងកុកជាមេប្រកាសដល់ក្រុមញាតិនិងហ៊ីងកង្កែបជាមិត្តថាហើយមិត្តទាំងអស់គ្នាមើលទៅតាព្រំមិនបង្អោភ្លៀងមកឲ្យយើងទេបាយយើងនៅស្ងៀមមុខជាដាច់ពោះស្លាប់មកវើយមិត្តយើងកេណ្ឌគ្នាទៅប្រយុទ្ធនឹងតាព្រំឲ្យបានភ្លៀងអាសន្នដល់ហើយស្ងៀមក៏ស្លាប់ច្បាំងក៏ស្លាប់បាទថ្ងៃនឹងស្លាប់ចម្បាំងយកជ័យឲ្យក្រុមញាតិនិងមិត្តប្រសើរជាងមកទៅប្រយុទ្ធក្រោយដែលបានប្រកាសយ៉ាងនេះពលគីងកុនិងមិត្តទាំងអស់ក៏លើកព្យុហយាត្រាទៅប្រយុទ្ធនឹងតាព្រំក្នុងវិមានលោកអាវ័យដល់អាកាសកងទ័ពមណ្ឌកសត្វដើរកាត់ទីវាលបន្តិចមកស្រាប់តែប្រទះទ័ពមួយហ្វូងធំទៀតមេបញ្ជាការធំនៃទ័ពគីងកុឃើញហ្វូងពលត្រីអណ្ដែងធំខ្នន់ខ្នប់ខ្លួនប្រឡាក់ស្រមុកដោយកំទេចធូលីនិងផាកនៃវាលស្រែមេគីងកុសួរថាណៃវើយតើកាន់ឯងទៅណាបានជាប្រមៀលខ្លួនហុយដីត្រឡោមកាត់មុខឲ្យរំខានដល់កងទ័ពឯងនេះត្រីអណ្ដែងជាមេទ័ពតបថាមិត្តអើយពួកម្ចាស់បានបញ្ជូនយើងឲ្យមកជាមួយបងក្រែងដ៏ប៉ិនប្រសពខាងរត់ឆ្លងភ្នំនិងបារាយដើម្បីច្បាំងនឹងតាព្រំយកភ្លៀងមកបំពេញបឹងស្ទឹងយើងទៅមិត្តគីងកុលឺដូច្នោះអណាស់ក៏ប្រាប់កងទ័ពខ្លួនមួយរំពេចនោះសັບជាយោបានលាន់លឺចេញពីទ័ពទាំងពីរក្រុមហើយទ័ពទាំងនោះក៏ប្រមូលគ្នាយាត្រាទៅតាមវាលក្តៅហួតហែងទៅបន្តិចទៅស្រាប់តែឃើញបានអកជាតិមួយហ្វូងធំទៀតហើខ្មៅខ្ចាក់សូងងងលើអាកាសហើយលើឃ្មុំនឹងឪម៉ៅជាមេតបបន្លឺមកណៃគីងកុហ៊ីងកង្កែបត្រីអណ្ដែងត្រីក្រាញ់ឯងទៅណាស្រមុកយ៉ាងនេះគីងកុតបថាមកវើយបងឃ្មុំយើងហើយនឹងក្រុមលើកតបទៅច្បាំងព្រោះអត់ភ្លៀងខ្វាក់ឈើព្រៃផ្ដល់ធ្វើសម្បុកដល់ក្រុមបងមកកុំបងអង្គយើងព្រួតគ្នាទៅតយុទ្ធនឹងតាព្រំកុំខ្លាចស្លាប់ទៅតបគោកនឹងអាកាសហើយក៏ជ័យហើយក៏លើកតទៅទៀតលុះដល់ចិត្តចំការស្ងួតមួយតបនេះប្រទះនឹងផ្លែត្រសក់ស្រូវដួលរណាលើផែនដីដាច់របស់តងគួរឲ្យអាសូរត្រសក់មួយស្រែកដោយមានសង្ឃឹមថាមិត្តអើយឲ្យគ្នាយើងដោយសារទៅផងតែខំយើងស្ងួតស្លាប់អស់ហើយមិត្តទៅច្បាំងយើងក៏ស៊ូស្លាប់ជំនួសគ្រួសារយើងដែរមិនឲ្យនៅវេទនាទេមេទ័ពទាំង3ក៏យល់ព្រមឲ្យត្រសក់ស្រូវប្រមៀលខ្លួនទៅតាមក្បួនលុះផុតពីវាលក៏បានដល់ព្រៃមួយដែលរុក្ខជាតិទាំងឡាយក្រៀមក្រញុងស្លាប់ជិតអស់កងទ័ពបានទៅដល់ឃើញវូលីផ្ដៅធំពីរដើមនៅនឹងគល់ឈើងាប់មួយដើមផ្ដៅសូថាណែមិត្តទៅណានឹងសន្ធឹកម្លេះភឿនមិនអាសូរមិត្តរុក្ខជាតិគ្នាយើងទេឬឃើញទេស្លាប់ដេកពពូនដោយដៃតាព្រំអស់ហើយឲ្យយើងទៅច្បាំងផងយើងនៅយ៉ាងនេះក៏វេទនាណាស់ដែរយើងស៊ូទៅស្លាប់ក្នុងចម្បាំងដើម្បីដណ្ដើមយកជ័យមកផ្ដៅជីវិតលោកតបទាំងអស់ក៏យល់ព្រមឲ្យផ្ដៅក៏ចរទៅតាមផងក្រោយមកតបទាំងអស់ក៏បានដល់ឋានតាព្រំគីងកុបានបញ្ជាឲ្យឃ្មុំប្រុងវាយសម្រុកនៅទ្វារខាងមុខនិងខាងក្រោយត្រីអណ្ដែងត្រីក្រាញ់ដោយខ្លួនប្រឡាក់ទៅដោយក្បុងនិងផាឲ្យចូលទៅក្នុងពាងនិងភាំងទឹកនៅមាត់ទ្វារប្រាសាទត្រសក់ស្រូវឲ្យប្រមៀលទៅទៀបជើងក្រាបអាសនៈតាព្រំគង់ឯក្រុមគីងកុកហ៊ីងកង្កែបជាទ័ពស្រួចញាក់ចូលលុកលុះចាត់ស្រេចទ័ពមណ្ឌកសត្វក៏ចូលស្រុតតម្រង់អាសនៈតាព្រំអាស្រ័យនៅដោយហូរសន្ធប់យ៉ាងខ្លាំងធ្វើឲ្យរេពុលអស្ទាំងទេវតាមេនំមេនាងចៅចិត្តចៅចំម៉ាំខុនណាងជំទាវរណាងរត់ចេញពីប្រាសាទស្លន់ស្លោទៅត្រូវទឹកក្បុងទឹកខ្ពែដែលត្រីអណ្ដែងត្រីក្រាញ់បែកមកលឺភ្នែកសាស្រវឹងរកទិសតំបន់ពុំឃើញថែមទាំងត្រូវពួកឃ្មុំឪម៉ាល់ជីកចុកឈឺរមូលស្រែកយំរំពងតាព្រំរកច្រោះចេញពុំទាន់ស្រែកសួរថាណែវើយអាពួកគីងកុកហ៊ីងកង្កែបចង្រៃឯងទៅណាពួកមណ្ឌកសត្វតបថាយើងមកច្បាំងតាព្រំចុះចាអាសនៈឥតមើលក្រោយក៏ជន់លើត្រសក់ស្រូវអអិលដួលងាសាទៀង
ត្រូវផ្ដៅទាំងទីបន្ទន់ខ្លួនប្រញាប់សង្កត់ក៏ជួបឃ្មុំក៏តិចឈឺផ្សាស្រែកចុះញោមពួកសត្វនិងរុក្ខជាតិថាចាន់ហើយឮដូច្នោះមេបញ្ជាការគីងកុកក៏ខ្វាត់ទ័ពឲ្យឈប់ដើម្បីដោះស្រាយបញ្ហាចុះចាញ់គីងកុកស៊ូទៅតាព្រំបារាជ័យថាម៉េចក៏លោកបង្អត់ភ្លៀងដល់សត្វលោកធ្វើឲ្យស្លាប់គ្រប់កន្លែងដូច្នោះគ្នាយើងមិនសុខចិត្តទេបើលោកមិនបង្អូរភ្លៀងចុះទៅនោះយើងនឹងកំទេចវិមានលោកសម្រាប់ទាំងពលទាំងលោកពុំខានតាព្រំនឹកភ័យក៏និយាយអង្វរអស់ពលសត្វនិងរុក្ខជាតិថាសូមពួកព្រះស្ដេចកុំខឹងយើងខ្លាចហើយយើងនឹងផ្ដល់ទឹកភ្លៀងឲ្យឥឡូវនេះហើយសូមអស់លោកអញ្ជើញទៅវិញទៅកុំខឹងអីគីងកុកតបថាទេកាន់យើងមិនព្រមទេបើយើងទៅនោះលោកនឹងបង្អូរភ្លៀងឲ្យយើងតែមួយមេហើយប្រងៃកាន់តាយទៅនាំឲ្យពិបាកយើងលើកទ័ពឡើងមកទៀតដូច្នោះសូមលោកសន្យាឲ្យពរវិសេសដល់យើងសិនទើបកាន់យើងសុខចិត្តលុះចិញ្ចែងមួយសន្ទុះតាព្រំពោលថាយើងព្រមឲ្យពរដល់អ្នករាល់គ្នាហើយបើដូច្នោះពេលណាអ្នកត្រូវការភ្លៀងចំណែកគីងកុកហ៊ីងកង្កែបត្រូវសង្កេតធ្មេញបន្លឺសំឡេងពីក្រៅមកពេលនោះយើងនឹងបង្អូរភ្លៀងឲ្យអ្នកភ្លៀងកាលសន្យារួចស្រេចទ័ពមណ្ឌុកសត្វបានអកជាតិនិងរុក្ខជាតិក៏ថយមកលំនៅរៀងៗខ្លួនតាំងពីនោះមកពេលណាគីងកុកហ៊ីងកង្កែបត្រូវការភ្លៀងក៏សង្កេតធ្មេញបន្លឺសំឡេងគ្រុតគ្រុតអែបអែបអូបអូបហ៊ីងភ្លៀងភ្លៀងភ្លៀងក៏ធ្លាក់មក This place is so peaceful today. Yes, it is. Perfect for relaxing. Absolutely. Listen closely, children, for this is the tale of the ancient tree and the wisdom it holds. Thank you for watching. Subscribe, like, and put the bell for more video.